កន្លងទៅថ្មីនេះបណ្ឌិតប៊ុនច័ន្ទតារាអគ្គនាយកក្រុមហ៊ុន Globaco កម្ពុជាបានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលអនុវត្តភារកិច្ចរបស់រោងចក្រ Globaco ប្រទេសវៀតណាមនៅក្នុងឆ្នាំ2025និងបានដាក់ចេញទិសដៅឆ្នាំ2026ដោយមានការចូលរួមពីលោកងវៀងដូចវិញអគ្គនាយក Globaco ប្រទេសវៀតណាមនិងសហការីជាច្រើនរូបទៀតលោកអគ្គនាយកប៊ុនច័ន្ទតារាបានថ្លែងនៅការកោតសរសើរចំពោះប្រតិបត្តិការលើផលិតផលសម្ភារៈវេចខ្ចប់ពីរោងចក្រ Globaco វៀតណាមដូចជាការផលិតសម្បកបាវនិងសម្ភារៈវេចខ្ចប់ដែលក្នុងរយៈពេលកន្លងមកសម្រាប់បានលទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់រោងចក្រ Globaco បានចូលរួមជួយសង្គមដូចជានៅរដូវរងាជួយឧបត្ថម្ភអាវរងាជូនដល់កងទ័ពឧបត្ថម្ភអាវរងាជូនដល់លោកគ្រូអ្នកគ្រូនៅវិទ្យាល័យកន្ទួតគ្រួសារខ្វះខាតនៅមូលដ្ឋានហើយនេះគឺជាសកម្មភាពមនុស្សធម៌របស់រោងចក្រ Globaco ដែលបង្ហាញពីក្តីស្រឡាញ់សោមនស្សរីករាយយ៉ាងក្រៃលែងនៅទឹកចិត្តដ៏ថ្លៃថ្លាក្នុងស្មារតីសាមគ្គីស្នេហាជាតិខ្មែរស្រឡាញ់ខ្មែរទន្ទឹមនឹងនេះក្រុមហ៊ុន Globaco នៃព្រះរាជាណាចក្រកម្ពុជាក៏មានទទួលអតិថិជនដែលមានតម្រូវការក្នុងការផលិតសម្បកបាវនិងសម្ភារៈវេចខ្ចប់តាមរោងចក្រសហគ្រាសធំអាចទំនាក់ទំនងការិយាល័យប្រចាំព្រះរាជាណាចក្រកម្ពុជាតាមរយៈអាសយដ្ឋានផ្ទះលេខ71ការិយាល័យជាន់ផ្ទាល់ដីផ្លូវជាតិលេខ42ភូមិតាំងរនៀមសង្កាត់ប្រទេសឡាងខណ្ឌកំបូលរាជធានីភ្នំពេញ